សឹងតែ90%ដែលយើងដឹងពីវិធីសម្រកប៉ុន្តែយើងអត់អាចធ្វើបានអាហ្នឹងមិនមែនមានន័យថាអ្នកទាំងអស់គ្នាខ្វះការតាំងចិត្តទេតែពេលខ្លះមកពីយើងយល់ច្រឡំទៅលើការសម្រកក៏តែយើងប្រអប់អាហារតតែយើងមានពេលក្នុងការធ្វើលំហាត់ប្រាណទើបធ្វើឲ្យយើងអាចស្រកបានក៏ប៉ុន្តែវាមិនចឹងទាំងអស់ទេអ្នកទាំងអស់គ្នាយើងអាចចាប់ផ្ដើមពីចំណុចទូចទូចទី1គឺកុំដាក់សម្ពាធលើខ្លួនឯងអ្នកខ្លះចាប់ផ្ដើមវឹបប្រអប់អាហារយកតែម្ដងនៅពេលដែលអ្នកទាំងអស់គ្នាប្រអប់អាហារយើងធ្លាប់បានញ៉ាំដល់ពេលយើងហេវខ្លាំងយើងទប់អត់ឈ្នះអត់ញ៉ាំពេលព្រឹកអត់ញ៉ាំពេលថ្ងៃតែយប់ឡើងគឺញ៉ាំដូចព្យុះអាហ្នឹងក៏ជាមូលហេតុមួយដែលធ្វើឲ្យយើងអត់អាចសក់គីឡូបានជោគជ័យហើយយើងតែងតែនិយាយថាខ្លួនឯងហ្នឹងខ្វះការតាំងចិត្តតែក៏ពិតទៅមិនមែនទេពេលខ្លះមកពីយើងដាក់សម្ពាធឲ្យខ្លួនឯងខ្លាំងពេកអញ្ចឹងយល់ល្អយើងដាក់គោលដៅថាយើងចង់សក់ម៉ានគីឡូល្មមដែលយើងអាចធ្វើបានយើងធ្វើវាហើយយើងអត់ stress ជាមួយវាតើតើនឹងការញ៉ាំអាហារមិនចាំបាច់ថាត្រូវតែប្រអប់អាហារទេអ្នកទាំងអស់គ្នាយើងញ៉ាំអាហារគ្រប់ទាំង3ពេលតែលើកឧទាហរណ៍ថាបើអ្នកទាំងអស់គ្នាធ្លាប់ញ៉ាំភេសជ្ជៈផ្អែមឬមួយយើងញ៉ាំចំណីជិបចប់អញ្ចឹងថយវាម្ដងតិចហើយតើតើនឹងការហាត់ប្រាណវិញបើសិនជាអ្នកទាំងអស់គ្នាអត់មានពេលគឺយើងអាចឆ្លៀតហាត់មួយថ្ងៃត្រឹម5នាទីទៅ20នាទីអីសិនក៏បានដែរអ្នកទាំងអស់គ្នាមិនចាំបាច់ថាតតែមានពេលហាត់រាប់ម៉ោងដូចគេទេការដែលយើងសក់បានសំខាន់គឺនៅលើការញ៉ាំរបស់យើងបើយើងញ៉ាំចូលតិចជាងដែលយើងអាចដុតធម្មពលបានគឺនឹងធ្វើអ្នកទាំងអស់គ្នាអាចសក់បានមួយចំណុចទៀតបើសិនជាអ្នកទាំងអស់គ្នាអនុវត្តខ្លួនឯងហើយតែនៅតែអត់បានទទួលលទ្ធផលយល់ល្អគឺយើងគួរមានគ្រូមើលថែឬមួយមានអ្នកចាំប្រឹក្សាយោបល់ព្រោះនៅពេលដែលអ្នកទាំងអស់គ្នាសាកខុសសាកត្រូវដោយខ្លួនឯងពេលខ្លះយើងចំណាយទាំងលុយចំណាយទាំងពេលវេលាអត់បានទទួលលទ្ធផលទៀតប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាមានគ្រូគឺគេនឹងបញ្យល់ប្រាប់យើងថាត្រូវធ្វើអី1 2 3 4អញ្ចឹងហើយនឹងធ្វើអ្នកទាំងអស់គ្នាចំណេញទាំងពេលវេលាខ្ញុំលើកឧទាហរណ៍ដូចខ្ញុំមានសមាជិកដែលគាត់មានការគ្រប់គ្រងអាហារខ្លួនឯងគឺបានល្អខ្លាំងមែនទែនអ្នកទាំងអស់គ្នាប៉ុន្តែនៅតែអត់ស្រកគីឡូដោយសារអីពេលដែលគាត់ថតមកឲ្យខ្ញុំមើលគឺអត់ហ៊ានញ៉ាំអីសោះញ៉ាំដែរតែញ៉ាំដូចឆ្មាអញ្ចឹងការដែលយើងញ៉ាំតិចខ្លាំងពេកក៏ធ្វើឲ្យយើងគាំងគីឡូបានដូចគ្នាពេលខ្លះយើងធ្វើម្នាក់ឯងយើងធ្វើខានអានោះក៏ជាមូលហេតុមួយដែលធ្វើឲ្យយើងនៅតែអត់សក់គីឡូបានដែរមិនថាអ្នកទាំងអស់គ្នារៀនជាមួយខ្ញុំឬមួយរៀនគ្រូដទៃទេបើយើងចំណាយខ្លួនឯងបានណែនាំឲ្យមានគ្រូទៅ